បុកគោងាប់5ក្បាលនៅលើផ្លូវជាតិលេខ5ម្ចាស់មិនហ៊ានចេញមុខសមត្ថកិច្ចសម្រេចដាក់លក់ឡៃឡុងសត្វគោចំនួន5ក្បាលដែលម្ចាស់លែងចោលឲ្យដើរស៊ីស្មៅអនាធិបតេយ្យតាមទីសាធារណៈត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងបុកពេញទំហឹងបណ្ដាលឲ្យងាប់គោទាំង5ក្បាលកាលពីម៉ោងប្រមាណ6ព្រឹកនៅថ្ងៃទី24ខែមីនានេះដែលទីតាំងស្ថិតនៅផ្លូវជាតិលេខ5ចន្លោះគីឡូម៉ែត្រ68-69ក្នុងភូមិទឹកល្អក់ឃុំទឹកហូតស្រុករលាផ្អៀកខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបញ្ជាក់ថារថយន្តខូចខាតម៉ាកលេខស៊ីស350ពណ៌ខ្មៅបើកបរដោយឈ្មោះង៉ែតលក់ខាត់អាយុ36ឆ្នាំមានទីលំនៅនៅឃុំទូកមាសខាងលិចស្រុកបន្ទាយមាសខេត្តកំពតបើកបរពីជើងទៅត្បូងលុះដល់ចំណុចកាត់ហេតុខាងលើស្រាប់តែមានសត្វគោមួយវងដើរឆ្លងកាត់ផ្លូវក៏បុកពេញទំហឹងបណ្ដាលឲ្យងាប់គោដល់ទៅ5ក្បាលចំណែករថយន្តខូចខាតយ៉ាងដំណំខ្ទេចក្បាត់ខាងមុខក្រោយកាត់ហេតុសមត្ថកិច្ចបានប្រកាសរកម្ចាស់គោនៅតាមបណ្ដាភូមិឃុំនៅនឹងកន្លែងកាត់ហេតុតែគ្មានអ្នកណាហ៊ានចេញមុខនោះទេក្នុងនោះសមត្ថកិច្ចបានសម្រេចបង្កើតគណៈកម្មការដើម្បីលក់សត្វគោងាប់ខាងលើទៅតាមនីតិវិធីហើយយកលុយទៅសងម្ចាស់រថយន្ត